នេះជារូបភាពនៅម្ខាងទៀតនៃសាឡុងមានសិតតែកញ្ចប់សាឡុងហ្នឹងគេមានកញ្ចប់របស់គេនេះជាទយោតែគេភ្ជាប់ជាមួយនឹងទយោនេះដើម្បីបូមស៊ីម៉ង់រីហ្វ្លែអះទៅនេះឡើងទៅលើនោះដោយប្រើខ្យល់ហើយទយោទូចនោះគឺជាទយោខ្យល់ហ្នឹងខ្យល់បាញ់ចូលមកបាញ់ចូលនៅក្នុងសាឡុងគឺខ្យល់ហ្នឹងបានមកពីម៉ាស៊ីនខ្យល់នៅចិត្តខ្ចោះនៅចិត្តខ្ចោះខាងលិចខ្យល់ហ្នឹងគឺមានម៉ាស៊ីនខ្យល់កំពុងតែដំណើរការមានលឺសូរសំឡេងឃើញទេអញ្ចឹងបើយើងមើលពីខ្យល់ហ្នឹងចុះមកឃើញទេមានទយោធំខ្មៅមួយហើយនឹងទយោតូចមួយទយោតូចជាទយោខ្យល់ហើយខ្យល់ហ្នឹងគឺបានមកពីម៉ាស៊ីនខ្យល់នៅក្នុងនោះម៉ាស៊ីនខ្យល់នៅទីនោះហើយម៉ាស៊ីនខ្យល់ហ្នឹងនាំខ្យល់បាញ់ចូលទៅក្នុងសាឡុងហ្នឹងrồiហើយពេលដែលខ្យល់ពេញយើង release valve កន្លែងនេះដើម្បីបាញ់ជាស៊ីម៉ង់ឬបាញ់ជា fly ash ចូលតាមអាកំពង់ខ្មៅនេះឃើញទេនេះមកចូលកំពង់ខ្មៅនោះឃើញទេមានចលនាដោយសារអីmaterial នៅក្នុងហ្នឹងបាញ់ឡើងទៅលើហ្នឹងទៅតាមពងដែកទីបដែកកំពង់ដែកទីបហ្នឹងយើងតឲ្យស្រាប់ដើម្បីបាញ់បញ្ចូលឡើងទៅក្នុងសៃឡូខាងលើទាំង4ហើយនឹងសៃឡូ2ទៀតយើងមើលទៅខាងនោះមិនឃើញសៃឡូ2ហ្នឹងនេះហើយខ្ញុំថតនៅលើសាឡុងហ្នឹងអត់ឃើញណាចឹង system បូមវាមានអញ្ចឹងអរគុណបងប្អូននៅពីច្រើននៅរដូវវស្សាពេលដែលទឹកឡើងខ្លាំងទឹកនោះវាបុកច្រាំងទន្លេហ្នឹងធ្វើឲ្យដីហ្នឹងលុះចឹងដើម្បីទប់ដីហ្នឹងកុំឲ្យបាក់រលុះធ្លាក់ចូលទៅក្នុងទន្លេគេមានវិធីច្រើនក្នុងការធ្វើបងប្អូនមើលនេះជាវិធីទី1ក្នុងចំណោមវិធីជាច្រើនគេប្រើបងប្អូនឃើញទេអាបាយតាមទន្លេគេដាក់តាមច្រាំងទន្លេច្រើនណាស់បាយចោលនោះដល់នោះឃើញទេនោះដល់នោះបាយហ្នឹងធំហើយបាយហ្នឹងមកណាងាយលហែកងាយដាច់ណាបាយហ្នឹងគេហៅgeotextile គេយកមកគេច្រកដីឬក៏ដីខ្សាច់គេចេះគេដាក់ដីខ្សាច់ហើយគេដាក់ច្រកហើយគេដាក់តាមច្រាំងទន្លេហ្នឹងកុំឲ្យវាលុះដីពេលដែលទឹកហូរមកច្រោះមកវាអត់ទៅលុះចុះច្រើនណាខ្ញុំធ្លាប់ supply ហ្នឹងច្រើនដែរបាយហ្នឹងជាវិធីទប់ច្រាំងកុំឲ្យបាក់ស្រុតដោយប្រើ geotextile ច្រើនអានេះជាផែកន្លែងបូមកន្លែងសាឡុងហ្នឹងមានសៃឡូនៅខាងលើ4សៃឡូហើយអ្វីដែលខ្ញុំឈរនៅនេះគឺនៅលើសាឡុងនេះសាឡុងខាងទៀតសាឡុងអរគុណច្រាំងទន្លេនោះ
គេប្រើជា textile នេះគេច្រកបាយគេច្រកគេដាក់ដីដើម្បីទប់ច្រាំងទន្លេកុំឲ្យវាទឹកហូរមកវារលុះច្រាំងទន្លេខ្ញុំធ្លាប់ supply ជា textile នេះច្រើនមែនតើនេះដល់មកពីច្រើនគេទប់វាកុំឲ្យទឹកធ្លាក់ទឹកបឹកដើម្បីលុះច្រាំងគេយកនឹងទៅទប់ពិសេសគឺធនធានទឹកគេធ្វើហ្នឹងណាអានេះជាសៃឡូផែរបស់ខ្ញុំសៃឡូហើយក្នុងពងឈរហ្នឹងគឺស្រឡង់ដឹកបាយអស់មកSorry, Mike.